ត្រឡប់មករឿងយុទ្ធជនរបស់កម្ពុជាដល់ក្លាហានទាំង18រូបបាទដែលត្រូវបានថៃដោះលែងមកវិញនៅថ្ងៃនេះខ្ញុំជឿថាប្រិមិត្តមានអ្នកណាមួយដែលថាមិនដឹងរឿងនេះទេហើយសូម្បីតែពិភពលោកក៏ផ្អើលពិភពលោកទាំងនៅអឺរ៉ុបទាំងនៅអាមេរិកនៅទូគីសារព័ត៌មានទូគីក៏ចុះផ្សាយទាំងអស់បាទខ្ញុំមិនអាចយកមកបាទជម្រាបជូនទាំងអស់បានប៉ុន្តែខ្លឹមសារគឺពួកគាត់រីករាយចូលរួមរីករាយនឹងព័ត៌មាននេះផងដែរអញ្ចឹងខ្ញុំសូមដកស្រង់ខ្លះៗជម្រាបជូនប្រិមិត្តណាបាទអញ្ចឹងឲ្យដើម្បីឲ្យដឹងថាពីអន្តរជាតិគេរាយការណ៍យ៉ាងម៉េចបាទអញ្ចឹងនៅក្នុងព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍ដែលខ្ញុំដកស្រង់ច្រើនពីសារព័ត៌មានច្រើនមកបញ្ចូលគ្នាគឺបានឲ្យដឹងថានៅថ្ងៃពុធនេះថៃបានធ្វើមាតុភូមិនិវត្តន៍យោធិនរបស់កម្ពុជាចំនួន18រូបដែលត្រូវបានចាប់ខ្លួនកាលពីខែកក្កដាកន្លងទៅនេះគឺជាសញ្ញាមួយដែលបង្ហាញនៅការរីកចម្រើនដែលឈានទៅដល់ការបន្ធូរបន្ថយនៅភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរនេះចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់តាមបានផ្ទុះមកឡើងនៅដើមឆ្នាំនេះលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិរបស់កម្ពុជាបានបញ្ជាក់ថាយោធិនទាំង18រូបរបស់កម្ពុជាពិតជាត្រូវបានដោះលែងហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្ថិភាពនៅព្រឹកថ្ងៃពុធហើយបើតាមសម្រងដើមរបស់សារព័ត៌មាននឹងដែលអ្នកស្រីបានថ្លែងក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថាគឺប្រទេសកម្ពុជានៅតែមានក្តីសង្ឃឹមថាការដោះលែងនេះគឺជាសញ្ញាដ៏សំខាន់មួយដែលនឹងចូលរួមចំណែកទៅដល់ការកសាងទំនុកចិត្តvà នឹងការជឿជាក់គ្នាទៅវិញទៅមកហើយអ្នកស្រីបានបន្ថែមថាអ្នកស្រីជឿជាក់ថាកាយវិការនេះគឺបានបង្កើតនៅបរិយាកាសដែលមានផលិតដែលអាចជួយសម្រួលដល់មានសន្តិភាពស្ថិរភាពនិងការធ្វើតំណែងតំណងឲ្យមានលក្ខណៈប្រក្រតីឡើងវិញទាំងស្រុងតែម្ដងដែលជាផលប្រយោជន៍ទៅដល់ប្រទេសទាំងពីរគឺកម្ពុជានិងថៃហើយនឹងប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរនៅក្នុងពេលអនាគតដោយឡែកក្រសួងការបរទេសរបស់ថៃវិញក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរដែលក្នុងនោះខ្លឹមសារសំខាន់គឺប្រទេសថៃសម្ដែងនៅក្តីសង្ឃឹមថាបាទកម្ពុជានឹងយកកាយវិការនេះថាជាសុឆន្ទៈបាទតាមរយៈឲ្យចង់ឃើញកម្ពុជាចាត់នៅវិធានការជាក់លាក់បន្ថែមទៀតដើម្បីបានលើកកម្ពស់នៅសន្តិភាពដែលមានលក្ខណៈបាទថថេរបាទរវាងប្រទេសទាំងពីរនេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសរបស់ប្រទេសថៃសារព័ត៌មានបានឲ្យដឹងទៀតថាគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីពេលថ្មីនេះរួមមានការជប់ច្បាំងគ្នាហើយបានចូលជាធរមានកាលពីថ្ងៃសៅរ៍កន្លងមកនេះគឺទីក្រុងបាងកកត្រូវដោះលែងយុទ្ធជនទាំង18រូបរបស់កម្ពុជាប្រសិនបើបទជប់បាញ់នោះគឺនៅមានសុពលភាពរយៈពេល72ម៉ោងហើយសារព័ត៌មាននេះបានដឹងថាទីក្រុងបាងកកក៏បានពន្យាពេលការដោះលែងនឹងបន្តិចគឺលើសពីការកំណត់នឹងដែលចូលមកដល់កាលពីថ្ងៃអង្គារបាទដោយសារតែថៃពេលនោះគឺបានចោទប្រទេសកម្ពុជាថាបានរំលោភបទជប់បាញ់គ្នាលក្ខខណ្ឌនៃបទជប់បាញ់គ្នានោះដោយមានការបង្ហោះដ្រូនផងដែរមន្ត្រីនានាដែលមកពីអង្គការកាកបាទក្រហមអន្តរជាតិបាទហើយនឹងអ្នកសង្កេតការរបស់អាស៊ានក៏បានមានវត្តមាននៅពីនោះដែរដើម្បីពិនិត្យមើលការវិលត្រឡប់ទៅវិញការមេត្តាភូមិនៅទៅវិញដែលបានរៀបចំឡើងនៅប្រហែលជាម៉ោង10ព្រឹកម៉ោងនៅក្នុងប្រទេសកម្ពុជាដែលភាគីបានទាំងពីរបានបញ្ជាក់ឲ្យដឹងហើយកម្ពុជាបាននិយាយថាបាទការប្រគល់យុទ្ធជនទាំង18រូបនោះបានធ្វើឡើងនៅកន្លែងច្រកព្រំណាបាទនៅក្នុងខេត្តបៃលិនរបស់កម្ពុជាបើតាមសេចក្តីរាយការណ៍នេះក៏បានបញ្ជាក់យ៉ាងច្បាស់ថាគឺប្រទេសថៃបានចាប់យុទ្ធជនទាំង18នាក់នោះគឺក្រោយពីបទជប់បាញ់គ្នាបានចូលជាធរមានកាលពីខែកក្កដាបាទហើយគឺពួកគេបាន
ឃុំយុទ្ធជនទាំងអស់នោះរហូតតែមានការដោះលែងនៅពេលនេះបាទហើយកម្ពុជាវិញបានចាត់ទុកថាការឃុំឃាំងយុទ្ធជនរបស់ខ្លួនគឺជាសកម្មភាពមួយដែលធ្វើឡើងដោយខុសច្បាប់បាទនេះគឺជាអ្វីដែលសារព័ត៌មានអន្តរជាតិបានរាយការណ៍អញ្ចឹងខ្ញុំសូមដកសង្ខេបប៉ុណ្នេះគឺជាសេចក្តីរាយការណ៍ស្តៀងគ្នាបាទមានលក្ខណៈស្តៀងគ្នាដែលមានលក្ខណៈវិជ្ជមានហើយគាត់បានរាយការណ៍ចូលទៅដល់ពាក់ព័ន្ធជាមួយនឹងការចង់ឃើញបទជបាញ់គ្នានៅជាប់ជាប្រចាំនិងដោះស្រាយបញ្ហាចំនួនព្រំដែនរវាងប្រទេសទាំងពីរផងដែរបាទហើយឥឡូវនេះខ្ញុំសូមជូនបន្តគឺប្រតិកម្មនានាបាទគឺបើតាមខ្ញុំមើលតាមបណ្ដាញសង្គម Facebook ឃើញលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីកម្ពុជាបាទបានបញ្ជាក់តាមបណ្ដាញសង្គមបាទក្រោយពីជួបជាមួយនឹងយុទ្ធជនទាំង18រូបនោះថាបាទលោកបានសរសេរថាទោះជាយូរបន្តិចប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេបាទថ្ងៃនេះរាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ទាំង3សម្រាប់បងប្អូនវីរៈយុទ្ធជនទាំង18រូបដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី29កក្កដា2025គឺ155ថ្ងៃគត់កាតព្វកិច្ចសំខាន់ទាំង3នោះគឺការធានាអាយុជីវិតធានាសុខសុវត្ថិភាពនិងការស្វែងរកសេរីភាពជូនបងប្អូនបាទហើយលោកបានបញ្ចប់ដោយសរសេរថាសូមអបអរសាទរចំពោះការទទួលបាននូវសេរីភាពវិលត្រឡប់មកជួបជុំគ្រួសារវិញរបស់បងប្អូនវីរៈយុទ្ធជនទាំង18រូបបាទអញ្ចឹង155ថ្ងៃនៅក្រោមការឃុំឃាំងរបស់ថៃហើយបូកនឹងគាត់ប្រយុទ្ធរយៈពេល5ថ្ងៃទៀតបាទអញ្ចឹងគឺ160ថ្ងៃនៃការលះបង់របស់គាត់ដើម្បីមាតុភូមិរបស់កម្ពុជានេះជាតួលេខមួយដែលប្រិមិត្តមិនគួរភ្លេចនោះទេបាទហើយប្រតិកម្មមួយទៀតនោះគឺពីឯកអគ្គរដ្ឋទូតរាជទូតរបស់ជប៉ុនលោកអ៊ូអ៊ីណូបានសរសេរសារតាមបណ្ដាញសង្គម Facebook របស់ទូតនៅក្នុងប្រទេសកម្ពុជាផងដែរដោយលោកបានសរសេរថាខ្ញុំសូមស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាទាំង18នាក់ខ្ញុំសង្ឃឹមថាបទជបាញ់នឹងត្រូវបានរក្សាហើយភាពតានតឹងរវាងប្រទេសកម្ពុជានិងថៃនឹងត្រូវបានកាត់បន្ថយបន្ថែមទៀតបាទហើយពីខាងសហភាពអឺរ៉ុបវិញបាទសូមដាក់រូបភាពខាងសហភាពអឺរ៉ុបបន្តិចមកបាទខាងសហភាពអឺរ៉ុបក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជាណាក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរហើយគាត់បានសរសេរថាការដោះលែងទាហានកម្ពុជាចំនួន18នាក់នៅថ្ងៃនេះគឺជាការវិវត្តដ៏គួរឲ្យរីករាយនិងជាជំហានដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជានិងប្រទេសថៃសហភាពអឺរ៉ុបសូមអំពាវនាវឲ្យមានការបន្តអនុវត្តប្រកបដោយសុឆន្ទៈនៅរាល់ការបដិញ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ JBC កាលពីថ្ងៃទី27ខែធ្នូបាទនេះគឺសហភាពអឺរ៉ុបណាបាទដោយឡែកលោកយ៉ែមបញ្ញរិទ្ធប្រធានគណៈបកប្រជាធិបតេយ្យជឿនលឿនបាទលោកបានសរសេរនៅក្នុងបណ្ដាញសង្គមរបស់លោកដោយបង្ហោះដែរលោកថាសូមគោរពដឹងគុណនិងសូមស្វាគមន៍យុទ្ធជនទាំង18រូបដែលបាននិវត្តន៍មកកាន់មាតុប្រទេសយើងវិញបានជួបជុំគ្រួសារនិងសូមគោរពជូនពរឲ្យមានសុខភាពល្អសុខសុវត្ថិភាពសុភមង្គលហើយលោកបានសរសេររៀបរាប់ថាបន្ទាប់ពីបទជបាញ់លើកទី1ចូលជាធរមានថ្ងៃទី28ខែ7ឆ្នាំ2025សៀមបានចាប់ខ្លួនវីរៈកងទ័ពកម្ពុជាទាំង18រូបនៅព្រឹកថ្ងៃទី29ខែ7 2025អស់រយៈពេល155ថ្ងៃទើបត្រូវបានដោះលែងនៅព្រឹកថ្ងៃទី31ខែ12 2025តាមច្រកព្រំខេត្តបៃលិនបាទនេះគឺជាលោកយ៉ែមបញ្ញរិទ្ធដែលជាប្រធានគណៈបកប្រជាធិបតេយ្យជឿនលឿននៅក្នុងប្រទេសកម្ពុជាហើយលោកបណ្ឌិតគិនភាដែលជាប្រធានវិទ្យាស្ថានអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាក៏សម្ដែងអំណរគុណផងដែរបាទលោកបានសរសេរជាច្រើនចំណុច6ចំណុចក៏ប៉ុន្តែខ្ញុំសូមយក2ចំណុចចុងក្រោយដែលលោកបានសរសេរហ្នឹងគឺលោកបានថាការងារបន្តនិងអធិភាពចំពោះមុខភាគីទាំងពីរត្រូវតែគោរពបទជបាញ់ស្មារតីនៃសេចក្តីប្រកាសរួមគូឡាឡំពួរ
ស្មារតីនៃកិច្ចប្រជុំ JBC ទាំង3លើកនិងស្មារតីនៃកិច្ចប្រជុំត្រីភាគីនៅខេត្តយូណានប្រទេសចិនរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាចិននិងថៃឲ្យបានពេញលេញមានប្រសិទ្ធភាពប្រកបដោយការបញ្ញាចិត្តខ្ពស់ភាពស្មោះត្រង់និងតម្លាភាពហើយចុងក្រោយលោកបណ្ឌិតកិនភៀបានសរសេរថាភាគីទាំងពីរត្រូវតែប្រញាប់ប្រញាល់ដោះស្រាយបញ្ហាខ្សែបន្ទាត់ព្រំដែនតាមរយៈយន្តការ JBC ឲ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីប្រែក្លាយព្រំដែនសង្គ្រាមទៅជាព្រំដែនសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍបាទនេះគឺជាប្រតិកម្មច្រើនណានេះគឺជាប្រតិកម្មពីគេថាអ្នកល្បីអ្នកដែលមានមុខមាត់អ្នកអិសរាជជននយោបាយជាច្រើនហើយនឹងទាំងកម្ពុជានិងអន្តរជាតិដែលបានបញ្ចេញពាក់ព័ន្ធនឹងការដោះលែងវីរយុទ្ធជនរបស់កម្ពុជាទាំង18រូបបាទហើយដូចដែលខ្ញុំបានបញ្ជាក់មុន show អញ្ចឹងខ្ញុំបាននិយាយថាចម្លើយនៅនឹងមុខបាទកុំបាច់សួររកច្រើនទៀតទេអ្វីដែលខ្ញុំជម្រាបជូននេះគឺជាសារពី Washington ហើយប្រិមិត្តយកទៅបកស្រាយយល់ខ្លួនឯងមិនមែនសាររបស់ម៉ែនកំសែងទេគឺជាសារពី Washington ឈ្មោះដែលខ្ញុំរៀបរាប់កន្លែងនេះចងចាំនៅថ្ងៃនេះបាទខ្ញុំមិនអាចនិយាយអស់បានទេប៉ុន្តែខ្ញុំអាចនិយាយថាជាសារពី Washington បាទនេះគឺជាព័ត៌មានតាក់ទងជាមួយនឹងយុទ្ធជនទាំង18រូបរបស់កម្ពុជាបាទហើយឥឡូវនេះចូលព័ត៌មានទី2មកចូលព័ត៌មានទី2គឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP បាទ AP គឺបានបង្ហាញអំពីការដែលសហរដ្ឋអាមេរិកបានវាយប្រហារទៅលើកំពង់ផែមួយរបស់ប្រទេសវេណេស៊ុយអេឡាហើយបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានទីភ្នាក់ងារសារព័ត៌មាន AP គឺបានបញ្ជាក់ថាគឺក្រុម CIA បាទហៅតាមភាសាបារាំងណាអង់គ្លេសហៅថា CIA បាទជាអ្នកនៅពីក្រោយការវាយប្រហារទៅលើកំពង់ផែនោះបាទអញ្ចឹងសូមជូនព័ត៌មានខ្លីៗជូនប្រិមិត្តដើម្បីឲ្យបានដឹងគឺតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ឲ្យបានដឹងថាគឺក្រុម CIA បាទជាអ្នកនៅពីក្រោយការវាយប្រហារដោយ drone កាលពីសប្តាហ៍មុនទៅលើកំពង់ផែមួយនៅក្នុងប្រទេសវេណេស៊ុយអេឡាដែលសហរដ្ឋអាមេរិកជឿថាទៅបានឈ្មួញគ្រឿងញៀនរបស់វេណេស៊ុយអេឡាប្រើប្រាស់សម្រាប់ការដឹកគ្រឿងញៀនមកសហរដ្ឋអាមេរិកនេះបើយោងតាមមន្ត្រី2នាក់ដែលបានដឹងអំពីព័ត៌មានលម្អិតអំពីប្រតិបត្តិការនោះក៏ប៉ុន្តែសូមមិនបញ្ចេញឈ្មោះថាដោយសារតែបញ្ហានេះនៅតែជាព័ត៌មានសម្ងាត់ដែលមិនអាចទាន់បញ្ចេញជាសាធារណៈឲ្យបានដឹងនៅឡើយបាទការវាយប្រហារទៅលើកំពង់ផែកាលពីសប្តាហ៍មុននេះគឺជាការវាយប្រហារទៅលើដែនគោករបស់វេណេស៊ុយអេឡាជាលើកដំបូងហើយចាប់តាំងពីសហរដ្ឋអាមេរិកបានបង្កើនសម្ពាធខាងផ្នែកយោធាទៅលើប្រទេសវេណេស៊ុយអេឡាដោយដាក់កងកម្លាំងជាច្រើននៅសមុទ្រក៏ប៉ុន្តែវាយប្រហារតែទៅលើទូកដែលសហរដ្ឋអាមេរិកចោទឬសង្ស័យថាដឹកគ្រឿងញៀនតែប៉ុណ្ណោះបាទដូច្នេះការវាយប្រហារនេះគឺបង្ហាញថែមទៀតហើយជាការមួយដែលសារព័ត៌មានរាយការណ៍ថាជាការផ្ដល់ជំរឿសទៅដល់លោកប្រធានាធិបតី Donald Trump នៅក្នុងការចាត់វិធានការនៅឆ្នាំថ្មីនេះបាទទៅលើប្រទេសវេណេស៊ុយអេឡាថាត្រូវធ្វើយ៉ាងណាការពិតទៅលោកប្រធានាធិបតី Donald Trump បាននិយាយយោងដល់អំពីការធ្វើប្រតិបត្តិការពីប្រហារតាមជើងគោកនេះកាលពីក្នុងបទសម្ភាសន៍កាលពីថ្ងៃសុក្រកន្លងទៅនេះក៏ប៉ុន្តែលោកបានគ្រាន់តែឲ្យដឹងថាគឺបានវាយប្រហារទៅលើទីតាំងដ៏ធំមួយដែលចោតនាវាតែប៉ុណ្ណោះតែលោកមិនបញ្ជាក់លម្អិតទេហើយនៅពេលដែលអ្នកសារព័ត៌មានបានសួរលោកនៅថ្ងៃច័ន្ទថាតើក្រុម CIA ជាអ្នកវាយប្រហារឬយ៉ាងណាលោកប្រធានាធិបតីមិនធ្វើអត្ថាធិប្បាយអំពីបញ្ហានោះទេក៏ប៉ុន្តែឥឡូវនេះមានប្រភពពីរដែលទីភ្នាក់ងារសារព័ត៌មាន AP បានដឹងគឺជាស្នាដៃរបស់ក្រុម CIA ដែលនៅរៀបចំកិច្ចការទាំងអស់នេះបាទនេះជាព័ត៌មានទី2ហើយព័ត៌មានទី3ព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ផងដែរគឺបង្ហាញឲ្យដឹងថាការធ្វើសមយុទ្ធយោធារបស់ប្រទេសចិននៅជុំវិញដែនកោះតៃវ៉ាន់ក្នុងរយៈពេលប្រហែលថ្ងៃមកនេះបង្ហាញថាចិនមានសមត្ថភាពសាច់ដុំគ្រប់គ្រាន់នៅក្នុងការបិទដែនអាកាសរបស់ដែនកោះតៃវ៉ាន់បាទចឹងខ្ញុំសូមដកសង្កពីសេចក្តីរាយការណ៍សារព័ត៌មាននេះឲ្យបានដឹងទូទៅគឺ
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានដឹងថាគឺកងកម្លាំងរបស់ចិនបានធ្វើការហាត់សមយុទ្ធតាំងពីដើមសប្តាហ៍នេះមកបាទដោយមានការបាញ់គ្រាប់ពិតតែម្ដងដើម្បីជាផ្នែកមួយដែលប្រតិបត្តិការសមយុទ្ធនេះដែលចិនហៅថាគឺជាបេសកកម្មយុទ្ធធរឆ្នាំ2025ដើម្បីបង្ហាញសមត្ថភាពរបស់ចិននៅក្នុងការទប់ស្កាត់រារាំងការគ្រប់គ្រងពីខាងក្រៅណាមួយទៅដល់កោះតៃវ៉ាន់ដែលចិនគិតថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួនមន្ត្រីរបស់តៃវ៉ាន់វិញបាននិយាយថាគឺចិនបានបាញ់គ្រាប់ពិតបាទហើយបានធ្លាក់នៅជិតដែនកោះតៃវ៉ាន់ជាងពេលណាទាំងអស់បាទរឿងនេះបាញ់ទម្លាក់មកកាន់តែគៀកដែនកោះតៃវ៉ាន់គឺការធ្វើសមយុទ្ធនេះជាការមួយដែលចិនប្រើប្រាស់ឡើងដើម្បីបិទបញ្ចប់ឆ្នាំ2025ហើយជាការមួយដែលដាក់សម្ពាធមិនត្រឹមតែទៅលើយោធាទេពេលនេះគឺមានការដាក់សម្ពាធទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋស៊ីវិលផងដែរគឺបើយោងតាមអាជ្ញាធរអាកាសចរស៊ីវិលរបស់តៃវ៉ាន់បានដឹងថាមានជើងយន្តហោះជាច្រើនបានត្រូវបានពន្យាឬក៏លុបចោលឬក៏ដូរមកពេលវេលាតែម្ដងគឺជើងយន្តហោះទាំងក្នុងស្រុកនិងអន្តរជាតិជាង150ដោយសារតែខាងអាជ្ញាធរបានកំណត់ថាតំបន់មួយចំនួនជាតំបន់ដែលមានគ្រោះថ្នាក់ដែលមិនអាចអនុញ្ញាតឲ្យយន្តហោះហោះហើរបាននោះទេហើយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរជាផ្លូវការរបស់ចិនវិញបានរាយការណ៍ដោយសរសេរនៅយប់ថ្ងៃច័ន្ទកន្លងមកនេះថាការបង្កើននេះគឺជាការបញ្ជូនសារយ៉ាងច្បាស់ដោយឥតងាករេថាទីក្រុងប៉េកាំងគឺត្រៀមខ្លួនជាស្រេចនៅក្នុងការទប់ស្កាត់រាល់ការខិតខំព្យាយាមណាមួយនៅក្នុងការបំបែកដែនកោះតៃវ៉ាន់ចេញពីប្រទេសចិនហើយរៀងរាល់ការដែលបង្កើនការតានតឹងទាំងអស់នេះគឺអ្នកណាដែលហ៊ានតែធ្វើសកម្មភាពដែលបង្កើនហិង្សាបន្ថែមឬក៏ភាពតានតឹងបន្ថែមអាចនឹងជួបនឹងវិធានការតបតវិញកាន់តែខ្លាំងជាងមុនបាទនេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរដែលត្រូវបាន AP ដកស្រង់យកមកផ្សាយផងដែរបាទអញ្ចឹងសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទអញ្ចឹងថ្ងៃនេះគឺជាបាទថ្ងៃដ៏សប្បាយរីករាយមួយសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយជាថ្ងៃជួបជុំក្រុមគ្រួសារផងដែរអញ្ចឹងខ្ញុំមិនចង់យកពេលវេលារបស់ប្រិយមិត្តច្រើនប្រហែលទេអញ្ចឹងគ្រាន់តែសូមចូលរួមបាទអបអរសាទរណាអញ្ចឹងសូមអញ្ជើញសប្បាយរីករាយឆ្លងឆ្នាំជាមួយនឹងក្រុមគ្រួសារបាទពេលនេះទោះបីជាយ៉ាងណាទោះបីជាសាច់រឿងទាំងមូលមិនទាន់ចប់ក៏ប៉ុន្តែក៏ជាពន្លឺមួយដែលជួយឲ្យយើងបានសប្បាយរីករាយអញ្ចឹងជាពេលដែលជាឱកាសសប្បាយរីករាយខ្លះផងដែរណាក៏ប៉ុន្តែឮសូរថាខាងអាជ្ញាធរកម្ពុជាគឺបានជូនដំណឹងថាកុំបាញ់ផាវបាញ់អីបាញ់ខ្ញុំជួយអីនាំតែមានការយល់ច្រឡំបាទអញ្ចឹងបាទសូមអរគុណប្រិយមិត្តច្រើនដែលក្នុងពេលតាំងពីថ្ងៃទី1ខែឧសភាកន្លងមកនេះគឺប្រិយមិត្តបានផ្ដល់ការទុកចិត្តទៅលើការចែករំលែកព័ត៌មានរបស់ខ្ញុំហើយសារសម្រាប់ឆ្នាំថ្មីរបស់ខ្ញុំប្រិយមិត្តគួរតែធ្វើជាការបញ្ញាចិត្តសម្រាប់ឆ្នាំថ្មីធ្វើយ៉ាងណានោះគឺខ្ញុំយល់ថាឆ្នាំថ្មីនេះគឺប្រិយមិត្តគួរតែធ្វើសកម្មភាពសកម្មឡើងក្នុងការជួយសង្គមជាតិប្រទេសជាតិកម្ពុជាបាទសកម្មភាពអ្វីក៏ដោយបាទចូលរួមជាមួយភាគីណាក៏ដោយគឺយើងត្រូវតែធ្វើសកម្មភាពបាទដើម្បីជាផលប្រយោជន៍ដល់ប្រទេសផងដែរទន្ទឹមនឹងនោះត្រូវគិតអំពីសារវិជ្ជមានបាទសារវិជ្ជមាននៅក្នុងខ្លួនផងដែរបើកាលណាយើងគិតតែពីអវិជ្ជមានខ្លាំងពេកបាទវានឹងប៉ះពាល់ទៅដល់ខ្លួនយើងកាន់តែខ្លាំងបាទអញ្ចឹងមានអ្នកសំណូមពរថាឲ្យខ្ញុំជួយវិភាគខ្លះអំពីរឿងកាត់ឡើងកន្លងមកនេះបាទខ្ញុំនឹងចូលរួមចំណែកបន្តិចនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទខ្ញុំនឹងចែករំលែកហើយនឹងបន្តយកប្រតិកម្មបន្ថែមទៀតទាក់ទងនឹងការដោះលែងវីរយុទ្ធជនទាំង18រូបរបស់កម្ពុជាមកវិញនេះបាទអញ្ចឹងដូច្នេះតួលេខទៅចងចាំគឺ155ថ្ងៃនៅក្រោមការឃុំឃាំងរបស់ថៃដោយខុសច្បាប់5ថ្ងៃគឺការប្រយុទ្ធយ៉ាងជាប់ជាប្រចាំនៅសមរភូមិ
ហើយមុននោះគឺគាត់ត្រៀមបាទមុនពេលប្រយុទ្ធគាត់ត្រៀមជាប់ជាប្រចាំដែរចឹងបានន័យថាការជួបជុំគ្រួសារគាត់បាត់បង់អស់ជាច្រើនអញ្ចឹងដូច្នេះទុកពេលវេលាគាត់បានជួបជុំគ្រួសារហើយគូគោរពគាត់ជាប់ជានិច្ចបាទទោះបីជារឿងអ្វីកើតឡើងនៅពេលអនាគតគឺវីរភាពរបស់ពួកគាត់នេះមិនត្រូវបំភ្លេចទេហើយខ្ញុំជឿជាក់ថាប្រិមិត្តនឹងមិនបំភ្លេចវីរភាពរបស់ពួកគាត់ទេបាទដោយសម្រាប់ខ្ញុំផ្ទាល់បាទខ្ញុំមើលទៅដូចជាបងប្អូនខ្ញុំច្រើនមកបាទគឺសម្រាប់ខ្ញុំពី Washington បាទគឺសូមគោរពនៅវីរភាពរបស់យុទ្ធជនក្លាហានទាំង18រូបដែលជាវីរបុរសជាតិរបស់កម្ពុជាសូមទទួលនឹងការគោរព